4.1 ការតាក់តែងដីកាបិទបញ្ជាទូទៅទម្រង់ទូទៅនៃដីកាបិទបញ្ជាទូទៅមាន4ផ្នែកគឺផ្នែកក្បាលផ្នែកមូលបត់ផ្នែកខ្លឹមសារនិងផ្នែកបញ្ចប់គោផ្នែកក្បាលរួមមាន1ឈ្មោះប្រទេស2បាចនា3រូបសញ្ញា4ប្រភពនិង5លេខនិងអក្សរកាត់ហើយត្រូវសរសេរដូចខាងក្រោម1ឈ្មោះប្រទេសព្រះរាជាណាចក្រកម្ពុជាគឺជាឈ្មោះប្រទេសដែលកំពុងប្រើប្រាស់ជាផ្លូវការឈ្មោះប្រទេសត្រូវសរសេរជាអក្សរឆ្លាក់មូលនៅផ្នែកខាងលើរឹមទំព័រខាងស្ដាំដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខ2បាចនាជាតិសាសនាព្រះមហាក្សត្រត្រូវសរសេរជាអក្សរឆ្លាក់មូលនៅពីក្រោមឈ្មោះប្រទេសដោយប្រើទំហំអក្សរតូចជាងទំហំអក្សរឈ្មោះប្រទេស1លេខ3រូបសញ្ញាគឺជារូបសញ្ញាជាផ្លូវការរបស់រដ្ឋបាលក្រុងស្រុករូបសញ្ញាត្រូវដាក់នៅចំកណ្ដាលរឹមខាងលើនៃទំព័រហើយត្រូវដាក់នៅទន្ទឹមនឹងរដ្ឋបាលក្រុងស្រុកដោយមិនឲ្យខ្ពស់ជាងឈ្មោះខេត្តឡើយ4ប្រភពគឺជាឈ្មោះរដ្ឋបាលដែលចេញដីកាប្រភពត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងក្រោមបាចនាមួយបន្ទាត់5លេខនិងអក្សរកាត់លេខរបស់ដីកាត្រូវសរសេរជាលេខខ្មែរមាន3ខ្ទង់ដោយចាប់ផ្ដើមពីលេខ001ហើយបញ្ចប់ជាមួយនឹងឆ្នាំនៃការចេញដីកាយកលេខ2ខ្ទង់ចុងក្រោយនៃឆ្នាំនិងអក្សរកាត់នៃដីកាលេខដីកាត្រូវចុះតាមឆ្នាំនីមួយអក្សរកាត់របស់ដីកានេះគឺដកបកមានន័យថាបង្កើតឧទាហរណ៍លេខដីកាបញ្ហាទូទៅទី1នៃឆ្នាំ2023គឺ00123ដកបកគំរូក្បាលដីកាសម្រាប់រដ្ឋបាលក្រុងស្រុកខេត្តរដ្ឋបាលក្រុងស្រុកព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រលេខផ្នែកមូលបត់រួមមាន6ចំណងជើង7អង្គភាពចេញដីកា8យោងនិង9សម្រេច6ចំណងជើងត្រូវសរសេរតាមលំដាប់លំដោយដូចទៅដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមលេខដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ2លេខស្ដីពីត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យដីកាដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខតូចជាងពាក្យដីកា1លេខចំណងជើងនៃដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យស្ដីពីដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខប៉ុននឹងពាក្យស្ដីពីដីកាស្ដីពី7អង្គភាពចេញដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមចំណងជើងនៃដីកាដោយប្រើទំហំអក្សរប៉ុននិងទំហំអក្សរអត្ថបទតូចជាងចំណងជើងនៃដីកា1លេខអង្គភាពចេញដីកាត្រូវសរសេរក្រុមប្រឹក្សាក្រុងស្រុកឈ្មោះរដ្ឋបាលចំពោះដីកាដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាក្រុងស្រុក8យោងគឺជាឯកសារគតិយុត្តនានាដែលជាមូលដ្ឋាននៃការចេញដីកាយោងត្រូវសរសេរនៅរឹមខាងឆ្វេងរំលងមួយបន្ទាត់ពីក្រោមអង្គភាពចេញដីកាដោយចាប់ផ្ដើមពាក្យថាបានឃើញនៅពីមុខឯកសារយោងដាក់តាមឋានានុក្រមនៃលិខិតប្រធានគតិយុត្តជាគោលការណ៍ឯកសារយោងត្រូវមានឋានានុក្រមខ្ពស់ជាងស្មើនឹងដីកាដែលត្រូវដាក់ចេញលិខិតប្រធានគតិយុត្តដែលត្រូវយោងជាចាំបាច់ក្នុងការដាក់ចេញដីការួមមានបានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រឹត្យលេខនសអរកនៃព្រះរាជាណាចក្រកម្ពុជាបានឃើញព្រះរាជក្រមលេខការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីស្ដីពីការតែងតាំងរាជរដ្ឋាភិបាលដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីបានឃើញព្រះរាជក្រមលេខនសអរកុំ05080117ចុះថ្ងៃទី24ខែឧសភាឆ្នាំ2008ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌបានឃើញព្រះរាជក្រមលេខនសអរកុំ05080117ចុះថ្ងៃទី24ខែឧសភាឆ្នាំ2008ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌបានឃើញអនុក្រឹត្យលេខ216អង្ករបោកចុះថ្ងៃទី14ខែធ្នូឆ្នាំ2009ស្ដីពីទូនាទីភារកិច្ចនិងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សាគណៈអភិបាលខេត្តក្រុមប្រឹក្សាគណៈអភិបាលក្រុងនិងក្រុមប្រឹក្សាគណៈអភិបាលស្រុកបានឃើញអនុក្រឹត្យលេខ286អង្ករបោកចុះថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2014ស្ដីពីនីតិវិធីសម្រាប់ការរៀបចំការកែប្រែនិងការលុបចោលដីការបស់ក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកនិងក្រុមប្រឹក្សាខណ្ឌ